បាទសូមអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនអរគ្នាបាទគណៈពេលនេះយើងកំពុងតែធ្វើដំណើរនៅតាមផ្លូវចាក់ចំផ្លូវស្ពានដែកបងប្អូនបាទបុកត្រង់ទៅចំផ្សារពេសេហ្នឹងគេហៅផ្លូវ371 271 371កំពុងតែធ្វើដំណើរនៅតាមផ្លូវហ្នឹងបាទជិតដល់ស្ពានដែកហ្នឹងបងប្អូនយើងកំពុងតែយកឡានទៅឆែកមើលហើយជាងក៏ឆែកមើលបន្តិចទឹកតងមួយនឹងប្រព័ន្ធអែហ្នឹងហើយប្រព័ន្ធអែមកអត់សូវច្បាស់បងអើយដោយសារតែចាំងថ្ងៃបងចាំងថ្ងៃចំរយអូបងប្អូនមិនឃើញអត់ទង់ជាតិខ្មែរយើងនេះឃើញអត់បងប្អូនទង់ជាតិខ្មែរអរគុណបងប្អូនអរគ្នាបាទអរគុណច្រើនវីដេអូនេះយើងមានតែប៉ុណ្្នឹងទេបាទហើយយើងថតសកម្មភាពយើង2នាទី3នាទីថតផលចូល channel YouTube របស់យើងអញ្ចឹងបាទហើយយើងបាន1នាទីជាងមកតែយើងដាក់ឲ្យបាន3នាទីបណ្ដោយទៅដើម្បីឲ្យគ្រប់គោលការណ៍ YouTube ហើយcáiនេះមានន័យផ្លែកទេបងប្អូនមានតែទស្សនវិជ្ជាតាមផ្លូវទេបាទដោយសារតែឡានខាងមុខក៏អត់តន់ទៅទៅអញ្ចឹងធ្វើឲ្យការអន់ស្ទះចរាចរណ៍តិចតួចអីមិនជាអ្វីទេបងប្អូនអើយនេះដំណើរការល្អការងារប៉ុន្តែមេឃនេះក្តៅល្អទៀតទុំម៉ោង8សោះបើថ្ងៃចេះហើយអូនអើយសុខទុក្ខយ៉ាងណាហើយបាទឆ្នាំថ្មីខែថ្មីបងណាបាទឆ្នាំថ្មីខែថ្មីសុខសប្បាយកុំភ្លេចគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទហើយវីដេអូច្បាប់នេះគឺមិនសូវច្បាស់ទេបងប្អូនអើយដោយសារតែកាមេរ៉ាយើងបែកឡែនមួយដល់ពេលបែកឡែនមួយទៅថតទៅឃើញអត់សូវច្បាស់ហើយមួយទៀតកាមេរ៉ាយើងសេរីទាបមិនខ្ពស់ទេអញ្ចឹងក៏ថតមិនសូវបានច្បាស់ល្អអញ្ចឹងសូមអធិស្ឋានបងប្អូនផងបាទហើយយើងដល់កំណត់នាទីហើយបាទ3នាទីយើងអាចថតដោយសារតែយើងកំណត់3នាទីខុសក្នុង channel YouTube របស់យើងបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាទទស្សនវិជ្ជាតាមផ្លូវប៉ុណ្្នឹងអត់មានអីគួរឲ្យចាប់អារម្មណ៍ចឹងបងគ្រាន់តែថតចង់ចែករំលែកឲ្យបងប្អូនបានឃើញទស្សនវិជ្ជាបាទអរគុណច្រើនបងប្អូនអរគុណច្រើន